ខ្ញុំរំភើបខ្ញុំសប្បាយចិត្តខ្ញុំមានមោទនភាព កម្មវិធីការធ្វើឲ្យប្រសើរឡើងគាំពារសង្គមនិងសិទ្ធិការងារសម្រាប់កម្មករជាស្ត្រីនៅក្នុងវិស័យកសិស្បៀងអាហារគឺជាកម្មវិធីរយៈពេល5ឆ្នាំពីឆ្នាំ2022ដល់ឆ្នាំ2026ដែលកម្មវិធីនេះមានគោលបំណងនៅក្នុងការពង្រឹងភាពអង់អាចរបស់ស្ត្រីនៅក្នុងវិស័យកសិស្បៀងអាហារដើម្បីទទួលបានសិទ្ធិការងារនិងគាំពារសង្គមតាមរយៈសសរស្តម្ភទាំង3នៃការងារសមរម្យរួមមានសិទ្ធិការងារនៅកន្លែងធ្វើការគាំពារសង្គមនិងកិច្ចសន្យាសង្គមសម្រាប់ទាំងអស់គ្នា ផ្នែកមួយនៃសំខាន់នៃគម្រោងនេះគឺការផលិតចងក្រងនៅឯកសារជាពិសេសសាច់រឿងរបស់ស្ត្រីដែលជាអ្នកដឹកនាំកម្មវិធីនេះគឺពាក់ព័ន្ធទៅនឹងរឿងពង្រឹងភាពអង់អាចរបស់ស្ត្រីហើយអញ្ចឹងយើងចង់បង្ហាញសាច់រឿងរបស់ស្ត្រីការតស៊ូប្រកបការទៀមទាប្រកបពិសេសពាក់ព័ន្ធទៅនឹងរឿងកិច្ចគាំពារសង្គមហើយនឹងការងារសមរម្យ ហើយខ្ញុំគិតថារឿងរ៉ាវប្រពួកគាត់ជាទូទៅយើងដឹងថាស្ត្រីគាត់ប្រឈមច្រើនណាស់ប៉ុន្តែมันមានស្ថាប័នច្រើនណាស់ដែលចងក្រងសាច់រឿងប្រគាត់អញ្ចឹងខ្ញុំគិតថារឿងរ៉ាវនេះអាចជារឿងរ៉ាវមួយដែលជំរុញលើកទឹកចិត្តដល់ស្ត្រីផ្សេងទៀតនៅក្នុងការតស៊ូសម្រាប់ផលប្រយោជន៍ខ្លួនឯងហើយសម្រាប់សហគមន៍ខ្លួនឯងដែរ រយៈពេល5ឆ្នាំមកនេះបន្ទាយស្រីបានអនុវត្តគម្រោង DGD ទទួលបានលទ្ធផលទី1ក្នុងការពង្រឹងចំណេះដឹងចែករំលែកនិងពង្រឹងចំណេះដឹងទៅដល់ក្រុមសហគមន៍ក៏ដូចជាក្រុមយុវជនជាពិសេសយុវជនឲ្យគាត់បានយល់ដឹងអំពីសិទ្ធិនៃការងារសមរម្យផងគាត់ហើយសហគមន៍បានយល់ដឹងអំពីស្អីទៅជាកម្មពារសង្គមឱកាសក្នុងការទទួលបានទី2នៅពេលដែលសហគមន៍បានដឹងហើយគាត់មានឱកាសទៅទទួលបាននៅសេវាទាំងអស់នឹងហើយគាត់ជួបបញ្ហាអីគឺគាត់ចេះរកដំណោះស្រាយ គាត់បាន3បញ្ហាដែលគាត់ឃុំជួយសម្រួលក្នុងការដោះស្រាយ នេះជាឆ្នាំចុងក្រោយនៃកម្មវិធីយើងបានសម្រេចនៅសមិទ្ធផលនៅក្នុងការចងក្រងក្រុមសហជីពនិងក្រុមសហគមន៍ការពង្រឹងភាពអង្អាចរបស់ស្ត្រីនៅក្នុងការចូលរួមនៅក្នុងកិច្ចការងារសង្គមជំរុញឲ្យស្ត្រីនៅក្នុងកិច្ចសន្ទនាទ្វេភាគីក៏ដូចជាការលើកកម្ពស់នៅលំហនៃកិច្ចសន្ទនាសង្គមនិងការចរចាសម្រាប់កម្មករស្ត្រីជាមួយនឹងភាគីពាក់ព័ន្ធដូចជាតំណាងអាជ្ញាធរនិងអ្នកដាក់តែងគោលនយោបាយ បន្ថែមពីនេះកម្មវិធីក៏បានជំរុញនៅក្នុងការចូលរួមរៀបចំនៃគោលនយោបាយមួយចំនួនដូចជាយុទ្ធសាស្ត្របញ្ញកោណសម្រាប់ឆ្នាំ 2023-2028 យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្របខ័ណ្ឌគោលនយោបាយជាតិស្ដីពីគាំពារសង្គមសម្រាប់ឆ្នាំ 2024-2035 ផ្លូវថ្មើរជើងសម្រាប់អ្នកលក់ដូរតាមដងផ្លូវដែលមានទីតាំងសមរម្យនៅក្នុងការលក់ដូរចំណីអាហាររបស់គាត់ការបង្កើតក៏ជំរុញឲ្យមាននៅទីរកដ្ឋាននិងការមណ្ឌលថែទាំកុមារសម្រាប់កម្មករឬក៏ដូចអ្នកលក់ដូរតាមដងផ្លូវដែលមានគុណតូចនិងចុងក្រោយការពង្រីកឲ្យមានមូលនិធិសមត្ថសុខាភិបាលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ដូចជាកសិករនិងអ្នកដែលនៅក្នុងវិស័យសេវាកម្សាន្ត ថ្មីនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលស្គាល់កសិករដើម្បីបញ្ចូលពួកគាត់ទៅក្នុងអត្ថប្រយោជន៍គាំពារសង្គមផងដែរ